สุดได้ผมเอาดอกเนี่ยบัตรคะแนนจงมาให้แบบปีบัตรคือcái hạt private screen là bà iPhone đó nè bản thânនេះគឺbà còn ta chia bà thịtមួយទៅនឹងbàគឺការទម្លាក់ពន្លឺយ៉ាងលឿនទេបាទអញ្ចឹងវាមិនមែនជា private screen នេះទេតែនេះខ្ញុំគ្រាន់តែចង់បង្ហាញបាទ thịt មួយនេះណាជាដំបូងឡើងខ្ញុំកាន់ setting បន្ទាប់មកខ្ញុំកាន់បាទ accessibility បន្ទាប់មកខ្ញុំកាន់ display and text size បាទបន្ទាប់មកយើងអូសចូលមកក្រោមរកពាក្យថា redact បាទ wide បាទ point បន្ទាប់មកយើងបើកកន្លែងនោះឲ្យពេញកន្លែង 100% មិញយើងបើកឲ្យពេញល្ងិតហើយបន្ទាប់មកយើងបិទឲ្យបេតុងលើនឹងវិញបាទយើងបាច់បើកទេយើងបិទវិញបន្ទាប់មកគឺយើងអាចបាទ add វានឹងចូលទៅកាន់បាទកន្លែង action បេតុងរបស់យើងមកយើងចុចកន្លែង action បេតុងនៅក្រោម accessibility នឹងមកហើយយើងអូសរកបាទ accessibility បាទគឺរូបមនុស្សបាទនេះហើយយើងចុចបាទ choose បន្ទាប់មកយើងរកពាក្យ redact wide point នឹងដដែលបាទយើង select ដើម្បី set up វានៅក្នុងបាទគឺ action បេតុងយើងឥឡូវខ្ញុំចុចឲ្យជាប់បាទខ្ញុំ hold មកចុចគៀនហ្នឹងបាទយើងឥឡូវសាក់ចុចសិនបាទចុចជាប់បាទគឺវាបាទទម្លាក់ពន្លឺបាទរៀងល្ងិតដែលយើងបាទ set up មិញណាបាទអញ្ចឹងអានេះដោយសារតែវាកង់ពលឺមួយកាមេរ៉ាអញ្ចឹងវារៀងផ្លាតបាទឥឡូវខ្ញុំបាទនេះគឺវាល្ងិតហើយបាទអញ្ចឹងវាគ្រាន់តែជាការទម្លាក់ពន្លឺយ៉ាងលឿនទេបាទនៅ tip មួយនេះណាបាទអញ្ចឹងបាទខ្ញុំសូមបង្ហាញមួយទៀតបាទតើតើទៅនឹងបាទអ្នកដែលគាត់បាទអត់មាន action បតង់បាទគឺទូរស័ព្ទ model ក្រោម15ចុះក្រោមគឺអត់មាន action បតង់ទេអញ្ចឹងយើងអាច add បាទលើ accessibility បតង់នៅក្នុង control center ដែលយើង add មកលើអេក្រង់ណាបាទអញ្ចឹងចុចលើវាមកបន្ទាប់យើង choose មកបាទយើង set up មកបាទយើងអូសចូលមកក្រោមរើពាក្យបាទ redact បាទ wide point ហ្នឹងមកអូខេបាទពេលយើងចុច set up ហើយចេញមកក្រៅវិញបន្ទាប់មកគឺយើងបាទទម្លាក់បាទចុះមកក្រោមមកបាទយើងចុចមកបាទគឺវាលឿនដែរវាលឿនបាទលឿនម្យ៉ាងម្នាក់ទេគ្រាន់តែមួយយើងចំណាយពេលអូសចុះមកក្រោមសិនអញ្ចឹងណាតែវាអាចលឿនដែរនៅពេលយើងចង់តម្លាក់ភ្លឺយើងបាច់បាទចុចបាទហូតចុះហូតឡើងមកថាច់ឬក៏សេរី volume បតង់ទេគឺយើងចុចតាមមួយបតង់គឺវាទៅតែម្ដងគឺតម្រូវការ standard របស់យើងតែម្ដងបាទអញ្ចឹងយើងបាច់បិទបើកដូចកងតាក់ភ្លើងហ្នឹងពេចប៉ុកអញ្ចឹងណាមកទៅវាតំណងណានេះយើងតម្លាក់ដៃបាទយើងដៃមកតម្លាក់ជិះវារៀងយូរហើយចុចមកពឹកចឹងមកគឺវាល្ងិតតែម្ដងបាទអញ្ចឹងវាធ្វើឲ្យអ្នកនៅគៀនយើងគឺមើលអត់សូវឃើញដែរអញ្ចឹងណាបាទអញ្ចឹងវាពិតជាបាទ trending មែនទេបាទនៅលើបាទ YouTube ណាតែតាមពិតជាក់ស្ដែងទៅគឺវាបាទមិនមែនជា private screen អីទេគ្រាន់តែជាការទម្លាក់ពន្លឺបាទដែលយើងគេហៅថាទម្លាក់ពន្លឺលឿនណាបាទចុចគ្រាន់តែចុចបាទមួយពោកទៅគឺវាល្ងិតបាទអញ្ចឹងបាទសម្រាប់បាទវីដេអូនេះសូមបញ្ចប់បាទត្រឹមនេះបើពេញចិត្តវីដេអូនេះសូមជួយបាទ follow page និង share វីដេអូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗក្រោយទៀតបាទបើមានចម្ងល់បាទគឺអាចទៅរាប់បាទ comment មកនៅក្រោមវីដេអូនេះបានបាទអរគុណច្រើនបាទជួបគ្នាបាទនៅវីដេអូក្រោយបាទអរគុណ